ធម្មវិន័យរបស់ព្រះរាមាពុភានេះគឺជាកុសលដ៏ខ្ពង់ខ្ពស់សតិនេះជាទីពឹងព្រះអង្គត្រាស់សម្ដែងថាចិត្តមានអ្វីជាទីពឹងចិត្តមានសតិជាទីពឹងដូច្នេះបុគ្គលណាមិនមានសតិបុគ្គលណាមិនមានស្មារតីនេះឈ្មោះថាចិត្តអត់មានទីពឹងហើយបើចិត្តនឹងអត់មានទីពឹងឲ្យខឹងគេអត់ខឹងប្រាថ្នាអត់ប្រាថ្នាវង្វេងអត់វង្វេងប្រាថ្នាឬក៏ថាស្រឡាញ់ស្អប់វង្វេងនេះគឺចិត្តមិនមានទីពឹងបានជាធ្លាក់ចុះកាន់ធัวខ្មៅចឹងទេណាអាហ្នឹងគាត់ត្រួសតែនិយាយទៅទៀតយើងពិភាក្សាគ្នាថាតើការមិនមានស្មារតីដូចម្ដេចហើយមានស្មារតីដូចម្ដេចចំណុចពីរនេះសំខាន់ណាមានន័យថាពេលណាដែលមិនមានស្មារតីមានន័យថាចិត្តមិនមានទីពឹងឬអត់ទីពឹងអត់មានទីពឹងចុះបើមានស្មារតីឈ្មោះថាមានទីពឹងហេតុអីបានយើងពោលថាការមានស្មារតីមានទីពឹងព្រោះព្រះដ៏មានពភាព្រះអង្គទ្រង់ត្រាស់សម្ដែងថាសតិជាទីពឹងរបស់ចិត្តខ្ញុំបកណាសូមនមស្ការក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធនិងព្រះធម៌ព្រមទាំងគណៈនៃព្រះសង្ឃជាទីពឹងទីរលឹកស្មើដោយជីវិតហើយសូមនមស្ការក្រាបថ្វាយបង្គំព្រះអង្គគ្រូចារិកាព្រះអង្គគ្រូសូត្រព្រមទាំងលោកម្ចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពបងមើលចានលោកអាចារ្យគណៈកម្មការចាស់ព្រឹទ្ធាចារ្យគ្រប់រូបដោយសេចក្តីគោរពទាំងក្នុងថ្ងៃនេះយើងបានជួបជុំគ្នានៅនាវត្តខ្នាតរមាសអំពវនារាមណាតាមការស្នើសុំរបស់បងយ៉ានក៏ដូចជាលោកយាយលោកតាសូមបានស្ដាប់នៅព្រះធម៌មួយខែម្ដងជួបជុំគ្នាឬក៏តាក់ទងទៅនឹងការងឿងឆ្ងល់នៅព្រះធម៌ពុទ្ធបរិស័ទយើងបានសិក្សារៀនសូត្រហើយមាននៅសេចក្តីយល់មិនតាន់បានច្បាស់លាស់នៅក្នុងកិច្ចប្រតិបត្តិហ្នឹងយើងអាចសាកសួរខ្ញុំកណានឹងរតនីនៅពេលទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធដើម្បីយកមកពុទ្ធបរិស័ទយើងបានស្ដាប់ណាហើយនឹងសូមគោរពជួបថ្នាក់ដឹកនាំនៃគ្រួសារសតបដ្ឋានទាំងមានលោកគ្រូពេទ្យជាដើមហើយនឹងលោកគ្រូអ្នកគ្រូប្រតិបត្តិđểជួយកិច្ចការងារណារួបរวมគ្នាសិក្សាព្រោះការដែលយើងមានញាតិមិត្តកល្យាណមិត្តជាអ្នកប្រឹងប្រែងសិក្សាទាំងអស់គ្នាធ្វើឲ្យមាននៅកម្លាំងសទ្ធាចឹងមែនទេណាមាននៅសទ្ធាពលៈកម្លាំងគឺសទ្ធាមាននៅកម្លាំងគឺសេចក្តីព្យាយាមមានកម្លាំងគឺសតិមានកម្លាំងសមាធិនិងមានកម្លាំងគឺបញ្ញាណាបាទអញ្ជើញណា
នឹងដូច្នេះការដែលសទ្ធានឹងមានកម្លាំងហើយគឺធ្វើឲ្យការប្រឹងប្រែងព្យាយាមនៅក្នុងធម្មវិន័យរបស់ព្រះដែលមានពភាហ្នឹងក៏មានកម្លាំងដែរដូច្នេះព្រមចរិយធម៌របស់បុគ្គលដែលមានកម្លាំងនេះនឹងបានមានសន្ទុះប្រព្រឹត្តទៅក្នុងសេចក្តីព្យាយាមនឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាមួយនឹងព្រះសារីបុត្រថាបុគ្គលដែលមាននៅសទ្ធារមែងសង្ឃឹមនៅសេចក្តីព្យាយាមចុះបើអត់សទ្ធាទេព្យាយាមអត់ណាអត់ទេអត់សទ្ធាហើយចប់ហើយណាมันព្យាយាមប្រព្រឹត្តទៅដើម្បីការរួចផុតចាកទុក្ខទេហើយនឹងអនុមោទនាព្រះធម៌តែបង្យានបានរតនាមកមិញហ្នឹងយើងមើលនៅពេលដែលយើងនាំពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធមកហើយពុទ្ធបរិស័ទស្ដាប់ទេសនានេះគឺទេសនានេះថ្លាអត់ទេសនាដែលបង្យាននាំមកហ្នឹងថ្លាអត់ថ្លាជាទេសនាថ្លាព្រោះជាពាក្យរបស់ព្រះសាស្តាចុះបើពាក្យយើងថ្លាអត់មូលហេតុអីព្រោះយើងមិនមែនជាព្រះពុទ្ធមែនអត់ទេណាព្រះវាចារបស់ព្រះសម្មាសម្ពុទ្ធគឺជាព្រះសទ្ធំចុះសម្ដីយើងមិនមែនជាព្រះធម្មរតនៈព្រោះយើងមិនមែនជាព្រះពុទ្ធដឹងខ្លួនផងកុំចេះតែហ៊ានពេកចឹងណាបងណាដូច្នេះមានន័យថាកាលណាដែលយើងនាំពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធមកទេសនាថ្លាលោកយាយលោកតាបានស្ដាប់ពាក្យរបស់ព្រះអង្គហើយជ្រះថ្លាអត់ជួបពាក្យបុគ្គលដូចយើងដែរទុកចិត្តអត់ក្នុងការអ្នកពោលឲ្យអញដឹងខុសត្រូវនិយាយមិនមែនអត់បងយ៉ានចូលព្រះសម្មាសម្ពុទ្ធបើព្រះអង្គសម្ដែងរួចហើយព្រះអង្គមានគិតថាខុសត្រូវទៅថាគត់សម្ដែងមិនអត់ទេពុទ្ធបរិស័ទឧស្សាហ៍ជួបដែរឆ្លើយហើយដឹងខុសត្រូវឯងឆ្លើយមិនជួយផងហ្នឹងយើងចុះបើយើងយកពាក្យព្រះអង្គមកឆ្លើយមានសង្ស័យខុសត្រូវអត់មានតែត្រូវមួយមុខគាត់ឃើញទេនេះឯងដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាទេសនាថ្លាយល់ទេសនាថ្លាថ្លាស្គាល់ទឹកថ្លាហ្នឹងបាទហើយដល់ពេលថ្លាហើយគួរដល់ការក្រេបផឹកអត់ចុះបើទឹកល្អប្រមាបន្លាយរទេះទឹកទៅឆ្លងកាត់ទៅល្អគួរដល់ការផឹកអត់អត់ទេដូច្នេះបានពាក្យរបស់ព្រះដែលមានពុទ្ធនេះឯងគឺជាទេសនាថ្លាគួរដល់ការក្រេបផឹកឃើញទេហ្នឹងដល់ទៅពេលចឹងទៅបានពុទ្ធបរិស័ទយើងដឹងថាយើងគឺត្រូវនាំគ្នាវិលមករកពាក្យរបស់ព្រះសម្មាសម្ពុទ្ធដែលជាសាស្តារបស់ខ្លួនយល់មួយទេណាហ្នឹងណាហើយសេចក្តីតទៅថ្ងៃនេះខ្ញុំបកណានឹងនាំធម៌ពីរប្រការមកទី1គឺនៅក្នុងអភិធម្មបិដកក្នុងគម្ពីរនៅក្នុងបុគ្គលបញ្ញត្តិឬក៏បុគ្គលបញ្ញត្តិនោះហើយមួយទៀតយើងនឹងពិភាក្សាគ្នាអំពីការមិនមានស្មារតីនិងមានស្មារតីគេថាគឺ
miên sạch tệ hay nâng mình miên sạch tệ miên sạch tệ đôi mà đạch hay mình miên sạch tệ nâng đôi mà đạch một bò để sạch rồi nơi rồi ngày đang khuôn đấy về ná để ọt smart ở đấy về ná để miên smart ở đấy đăng này ấy đăng nắng đăng trời ọt đăng trời thả ọt smart ở đấy dạngนี้miên smart ở đây dạng nàyแต่យើងគិតថាខ្ញុំមានស្មារតីខ្លះអត់មានស្មារតីខ្លះហើយយើងគិតថាយើងដឹងមែនអត់ទេណាចុះដឹងហ្នឹងត្រូវឬអត់បានតែណាមកប្រាប់ថាដែលយើងដឹងអញ្ចឹងត្រូវឃើញទេអញ្ចឹងរឿងនេះមានតែព្រះសម្មាសម្ពុទ្ធទេបានព្រះអង្គត្រាស់សម្ដែងប្រាប់យើងថាយ៉ាងនេះខុសយ៉ាងនេះត្រូវឃើញទេជួនកាលអាការដែលយើងគិតថាយើងមានស្មារតីហ្នឹងខុសទេកំពុងវែងក៏ថាបានដែរតែយើងច្រឡំថាមានស្មារតីយល់អីយ៉ាងណាណាប្រៀបដូចជាចោលទៅលួចគេយកប្រឹងក្បោយគេឃើញអាហ្នឹងខ្ញុំមានស្មារតីអត់មានទេតែមោហៈឯងមិនស្មារតីទេស្មារតីយើងពោលនៅក្នុងទីនេះគឺកុសលមែនអត់ទេណាមែនហើយណាយើងទៅលួចគេខំលាក់ខ្លួនកុំឲ្យគេឃើញអានឹងមានស្មារតីដែរអត់ទេមិនមែនទេមែនអត់បងនេះហ្នឹងហើយអញ្ចឹងស្មារតីនៅក្នុងធម្មវិន័យរបស់ព្រះរាមាពុភានេះគឺជាកុសលដ៏ខ្ពង់ខ្ពស់សតិនេះជាទីពឹងព្រះអង្គត្រាស់សម្ដែងថាចិត្តមានអ្វីជាទីពឹងចិត្តមានសតិជាទីពឹងដូច្នេះបុគ្គលណាមិនមានសតិបុគ្គលណាមិនមានស្មារតីនេះឈ្មោះថាចិត្តអត់មានទីពឹងហើយបើចិត្តនឹងអត់មានទីពឹងឲ្យខឹងគេអត់ប្រាថ្នាអត់ប្រាថ្នាវង្វេងអត់វង្វេងប្រាថ្នាឬក៏ថាស្រឡាញ់ស្អប់វង្វេងនេះគឺចិត្តមិនមានទីពឹងបានជាធ្លាក់ចុះកាន់ធัวខ្មៅចឹងទេណាអាហ្នឹងក៏ត្រួសតែទៅទៀតយើងពិភាក្សាគ្នាថាតើការមិនមានស្មារតីដូចម្ដេចហើយមានស្មារតីដូចម្ដេចចំណុចពីរនេះសំខាន់ណាមានន័យថាពេលណាដែលមិនមានស្មារតីមានន័យថាចិត្តមិនមានទីពឹងឬអត់ទីពឹងអត់មានទីពឹងចុះបើមានស្មារតីឈ្មោះថាមានទីពឹងហេតុអីបានយើងពោលថាការមានស្មារតីមានទីពឹងព្រោះព្រះដ៏មានពភាព្រះអង្គទ្រង់ត្រាស់សម្ដែងថាសតិជាទីពឹងរបស់ចិត្តនឹងឲ្យយល់ទេណាសតិជាទីពឹងរបស់ចិត្តនឹងគឺនៅក្នុងឧណាភៈព្រាមណសូត្រចូលទៅសួរព្រះដ៏មានពភាអ្វីជាទីពឹងរបស់ចិត្តគឺសតិជាទីពឹងរបស់ចិត្តនឹងតិចទៀតយើងពិភាក្សាគ្នាសំខាន់ណាស់ទេណាប៉ុន្តែឥឡូវយើងស្ដាប់បុគ្គលពីរពួកពីរោះហើយបុគ្គលពីរពួកបុគ្គលពីរពួករកបានដោយក្រក្នុងលោកក្នុងបៃដកអដ្ឋកថាក្នុងបុគ្គលបញ្ញត្តិហ្នឹងបៃដកអដ្ឋកថាលេខ70ចាំឲ្យទំព័រទេណាព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនាលភិក្ខុទាំងឡាយបុគ្គលពីរពួករកបានដោយក្រក្នុងលោកគឺមើលអ្នកណាចេះអត់ទេគេលោធ្លាប់ស្ដាប់ចំអីគឺបុព្វការីមួយកតញ្ញូកតវេទីមួយបុព្វការីនេះមានន័យថាអ្នកដែលធ្វើនៅឧបការៈគុណមុនកតញ្ញូកតវេទីអ្នកដែលបានដឹងឧបការៈគុណដែលអ្នកដទៃធ្វើហើយប្រកាសគុណនោះប្រកាសគុណនឹងហ្មងទេណា
ឲ្យប្រកបប្រកាសគុណឲ្យប្រកបឬក៏តបគុណតើនេះយ៉ាងមួយគឺប្រកាសគុណឲ្យប្រកបជួនកាលគាត់អត់មានអីតបយើងទេតែគាត់បានប្រកាសគុណយើងឲ្យប្រកបហ្នឹងក៏ឈ្មោះថាជាអ្នកដឹងគុណកាលទៅអ្នកដែលគាត់ជួយយើងអីចឹងទៅតែយើងមានអីតបគាត់ព្រោះមកថាជួនកាលទៅយើងវាក្រីក្រកំសត់មានអីតបគាត់មិនចឹងទេណាអញ្ចឹងមានតែការប្រកាសគុណនោះឯងឲ្យប្រកបនេះឈ្មោះថាជាកតញ្ញូកតវេទីឬក៏តបគុណហើយយើងចាំមើលនៅក្នុងសេចក្តីហ្នឹងតើព្រះដែលមានពភាព្រះអង្គសម្ដែងដូចម្ដេចបុគ្គលពីរពួកហ្នឹងទេណាអត្ថកថាពន្យល់ណាពាក្យថាទុលភោណាបុព្វការីណាអ្នកដែលមានឧបការៈគុណមុនហ្នឹងក្រទុលភោទេណាក្រណាហើយមានន័យថារកបានដោយក្រអ្នកដែលធ្វើគុណមុនដល់ពេលកតវេទីគឺប្រកាសឧបការៈគុណដែលបុគ្គលដតីធ្វើហើយគឺធ្វើឧបការៈគុណនោះឲ្យប្រកបណាធ្វើឧបការៈគុណនោះឲ្យប្រកបដូចមានរឿងរ៉ាវសម័យព្រះសម្មាសម្ពុទ្ធគង់ធរមាននៅឡើយហ្នឹងឧបាសកមួយរូបហ្នឹងមានគុណណាប៉ុន្តែអត់មានអ្នកណាដឹងទេព្រោះនៅក្នុងទីនោះអត់មានសប្បុរសដូច្នោះហើយបានព្រះអង្គត្រេះរិះដល់រឿងហ្នឹងព្រះអង្គយាងទៅដើម្បីប្រកាសគុណឧបាសកហ្នឹងពីព្រោះមានតែសប្បុរសទេទើបអាចដឹងនៅគុណអ្វីជាគុណហ្នឹងដែលជាបុព្វការៈដែលកើតមុនហ្នឹងតែកើតនៅក្នុងបុគ្គលនោះបានធ្វើគុណយ៉ាងម៉េចខ្លះវាតតែសប្បុរសនឹងបានអាចដឹងថាអំពើដែលកើតឡើងនៅក្នុងបុគ្គលនោះគឺជាគុណចុះអសប្បុរសដឹងអត់ដឹងទេអសប្បុរសអត់ដឹងគុណអត់ដឹងទោសអីទេដូច្នេះបានពេលដែលមានពភាព្រះអង្គយាងទៅព្រះអង្គប្រកាសសម្ដែងទៅទើបញ៉ាំងគុណរបស់ឧបាសកនោះឯងឲ្យប្រកបក្នុងមហាជនយ៉ាងណាទេណាអត្តកថាបញ្យលតទៅទៀតណាបណ្ឌិតក៏បីសម្ដែងបុគ្គលពីរពួកនោះដោយអនាគារិយបុគ្គលនិងដោយអាគារិយបុគ្គលនិងអនាគារិយបុគ្គលបុព្វការីហើយនឹងកតញ្ញូកតវេទីគឺមានអាគារិយបុគ្គលហើយនឹងអនាគារិយបុគ្គលនឹងចែកទៅជាពីរអគារិយបុគ្គលមានន័យថាម៉េចគឺបុគ្គលដែលគ្រប់គ្រងផ្ទះមានន័យថាក្រហោះដល់ពេលអនាគារិយបុគ្គលដែលមិនគ្រប់គ្រងផ្ទះបានដល់បព្វជិតគឺអ្នកបួសអញ្ចឹងទេណាអ្នកបួសមានផ្ទះទេពីព្រោះវត្តនេះជាទីសេនាសនៈសង្ឃអត់មានផ្ទះកម្មសិទ្ធិដូចយើងជាកុហកទេជាទីសេនាសនៈសង្ឃលោកគ្រាន់តែគង់នៅក្នុងទីសេនាសនៈសង្ឃតែប៉ុណ្ណោះណាដូច្នេះហើយអត់មានជាកម្មសិទ្ធិថានេះជារបស់អាត្មាអញអីហ្នឹងអត់មានទេហ្នឹងទេណាអញ្ចឹងមានពីរហ្នឹងណាគឺអនាគារិយបុគ្គលនិងអគារិយបុគ្គលបណ្ដាក្រហោះទាំងឡាយមេដានិងបិតាឈ្មោះថាបុព្វការីណាមេដាបិតាទេណាស្ដាប់យកចាំមកទៅមិនបាច់កត់បាច់អីទេតែចាំទៅបើកសភៅមើលយើងមានបៃដកដាក់ក្នុង iPad អីទេណាមេដានិងបិតាឈ្មោះថាបុព្វការីគឺអ្នកធ្វើឧបការៈមុនឯកូនប្រុសស្រីដែលបដិបត្តិមេដាបិតានឹងធ្វើការអភិវាទជាដើមដល់មេដាបិតាទាំងនោះឈ្មោះថាកតវេទីមេដាបិតាឈ្មោះថាបុព្វការីមានន័យថាអ្នកធ្វើឧបការៈមុនចិញ្ចឹមកូន
រក្សាកូនតាំងពីកូនបដិសន្ធិនៅក្នុងតៃកុំឲ្យមានការយល់ខុសថាមេត្តាបិតាមានគុណឯណាមកពីគាត់ស្រឡាញ់គ្នាដែរឃើញទេគាត់ស្រឡាញ់គ្នាស្រឡាញ់មែនហើយប៉ុន្តែដល់ពេលគាត់ថែយើងអត់មែនអត់ទេណាមើលយើងអត់រក្សាយើងអត់នេះឯងឈ្មោះថាជាគុណដល់តែពេលយើងប្រសូតមកចិញ្ចឹមបីបាច់ថែរក្សាឈ្មោះថាជាបុព្វាជាចាជាអាចារ្យដើមទៀតណាដូច្នេះមានន័យថាអ្នកដែលមានឧបការៈគុណមុនហ្នឹងគឺមេត្តាបិតាហើយដល់តែពេលកូនណាបដិបត្តិបម្រើមេត្តាបិតាធ្វើអភិវាទក្រាបសំពះឈ្មោះថាកតវេឈ្មោះថាកតវេទីឈ្មោះថាតបគុណទៅមេត្តាបិតាវិញសម្រាប់បព្វជិតទាំងឡាយអាចារ្យនិងឧបជាឈ្មោះថាបុព្វការីបព្វជិតអាចារ្យនិងឧបជាមានឧបជាមានអាចារ្យឈ្មោះថាបុព្វការីណាអន្តេវាស័តនិងសទ្ធិវិហាររឹកទាំងឡាយដែលបដិបត្តិអាចារ្យនិងឧបជានឹងធ្វើអភិវាទជាដើមដល់អាចារ្យនិងឧបជាទាំងនោះឈ្មោះថាកតវេទីណាអញ្ចឹងបើយើងមានអាចារ្យមានឧបជាហើយយើងអត់បាននេះធ្វើអភិវាទជាដើមអភិវាទទេណាស្វាយបង្គំសំពះហើយជាដើមមានអីទៀតបំរើតូចបំរើធំអីហ្នឹងទៅទៀតនឹងឈ្មោះថាកតវេទីមើលពុទ្ធបរិស័ទបងយ៉ានអីឬក៏លោកគ្រូនេះគ្រូអីជួយបរៀនច្រើនឆ្នាំហើយមានដែរទៅបានបំរើអីរែកទឹកអីបងយ៉ានអីបានមិនរែកអីទេចឹងយើងឈ្មោះថាកតវេទីអត់ណាហើយកតវេទីនេះណាជារតនៈបុគ្គលរកបានដោយក្រក្នុងលោកចឹងបានយើងនឹងវាអត់ហ្នឹងពីព្រោះរកបានដោយក្រមិនមែនសម្បូរទេមើលឆ្លើយមកសើអត់បូមអីបូមទៅមិនបាច់រែកក៏បានដែរយកម៉ូទ័រទៅដាក់ទៅមែនអត់ណាហ្នឹងហើយឃើញទេបុគ្គលពីរពួករកបានដោយក្រក្នុងលោកគឺបុព្វការីនិងកតញ្ញូកតវេទីបុគ្គលពីរពួកនេះជារតនៈបុគ្គលពាក្យថារតនៈមិនរតនៈមិនព្រះពុទ្ធឈ្មោះថារតនៈបាទរបស់ល្អរកបានដោយក្រហើយធ្វើឲ្យរីករាយយើងបើមានអ្នកណានៅស្ងៀមគេមកសួរយើងថាជាពាក់ធនាគារមកខ្ញុំជួយសងស្បាយចិត្តអត់នឹងគេហៅថាបុព្វការីហើយនឹងហើយស្រាប់តែមានអ្នកណាគេមកទៅគេថាអូអ្នកអើយថ្ងៃមុនអ្នកឯងបានឲ្យបរិយឬឲ្យស្លាខ្ញុំមួយម៉ាត់ឥឡូវខ្ញុំទិញវិឡាជូនមួយឲ្យស្លាទេណាមលូស្លាហ្នឹងព្រោះព្រះបរមពោធិសត្វត្រឹមតែបានស្លាមួយត្របកមួយម៉ាត់ប៉ុណ្ណោះព្រះបរមពោធិសត្វសុខចិត្តលះបង់ជីវិតឲ្យបន្ទះក្តារដល់បុរសដែលឲ្យស្លាម៉ាត់មុនចុះសំពៅមែនអត់ទេណាស្លាមួយម៉ាត់ទេណាព្រះបរមពោធិសត្វសុខចិត្តលះបង់ជីវិតពីព្រោះបរោះនោះហែដៃទៅទេព្រះបរមពោធិសត្វបានក្តារមកប្រទេសដើម្បីហែលឆ្លងសមុទ្រឃើញទេអញ្ចឹងបើអត់ក្តារហ្នឹងស្លាប់អត់លងស្លាប់ហ៎អញ្ចឹងព្រះបរមពោធិសត្វឃើញបរោះនឹងហែលខ្វាយទៅដៃទៅទេសុខចិត្តលះបង់ក្តារខ្លួនឯងឲ្យទៅបរោះហ្នឹងតោងក្តារហ្នឹងឲ្យហែលទៅព្រះអង្គសុខចិត្តហែលដៃទៅទេលះបង់ជីវិតនឹងត្រឹមតែស្លាមួយម៉ាត់ផង
តែយើងឯណាទៅមានគុណដូចព្រះបរមពោធិសត្វហើយទៀតណាបារមីព្រះអង្គអស្ចារ្យមែនទេណាព្រះអង្គដឹងណាយើងនេះកុំថាស្លាមួយម៉ាត់អង្គមកតោននឹងនឹកឃើញណាចឹងអវិជ្ជាកតញ្ញូកតវេទិអដ្ឋកថាបញ្យលមកក្រោមទៀតដែលរកបានដោយកក្រព្រោះត្រូវអវិជ្ជាបិទបានបុព្វការីជននេះរកបានដោយក្រព្រោះត្រូវតណ្ហាបិទបានព្រោះធ្វើឧបការៈទៅគេឲ្យប្រាថ្នាអ្វីមួយមកវិញឲ្យគេធ្វើយ៉ាងនេះដើម្បីខ្លួនឲ្យគេនិយាយយ៉ាងនេះដើម្បីខ្លួននឹងគឺមិនមែនជាបុព្វការីទេពីព្រោះត្រូវតណ្ហាគ្របសង្កត់ដូច្នេះបានរកបានដោយក្រជារតនៈបុគ្គលរកបានដោយក្រក្នុងលោកបុគ្គលពីរពួកនេះមើលទៀតយើងមានគុណនឹងអត់ទាំងបុព្វការីហើយនឹងកតញ្ញូកតវេទិបុគ្គលណាកាលអ្នកដតីមិនបានធ្វើឧបការៈមិនសម្លឹងដល់ឧបការៈដល់អ្នកដតីធ្វើក្នុងខ្លួនហើយធ្វើឧបការៈបុគ្គលនោះក៏ឈ្មោះថាបុព្វការីដោយមេត្តាបិតាអាចារ្យនិងឧបជាមានន័យថាមិនបានឃើញអ្នកដតីទាំងអស់ហ្នឹងធ្វើអីមកសម្រាប់ខ្លួនឯងទេតែមេត្តាបិតាហ្នឹងក៏ទូមានព្រានបដៅចិញ្ចឹមឧបជានិងអាចារ្យហ្នឹងក៏បង្រៀនដោយបុគ្គលនោះមិនបានធ្វើអីដល់ខ្លួនឯងទេតែទៅបង្រៀនទៅណែនាំទៅអប់រំអញ្ចឹងទៅនឹងដោយមិនសម្លឹងការរាប់អានការតបស្នងអ្វីទាំងអស់នេះគឺឈ្មោះថាជាបុព្វការីក៏ប៉ុន្តែបើសិនបើបុគ្គលនោះទៅបង្រៀនទូមានព្រានបដៅសង្ឃឹមថាថ្ងៃក្រោយគេរាប់អានយើងឲ្យដឹងថាយើងជាគ្រូទៅណាមកណាស្ពះយើងកន្លែងនេះជាបុព្វការីអត់ទេជាអ្នកធ្វើជំនួសអញ្ចឹងបានរកបានដោយក្រមែនអត់ទេណាព្រោះយើងមិនងាយរើពីតណ្ហាទេណាតែធ្វើអីមុនទៅគេមួយហើយចាំមើលគេវិញតើថ្ងៃក្រោយវាធ្វើតបអញអត់ដូច្នេះហើយទីនេះមិនឈ្មោះថាជាបុព្វការីទេបើប្រាថ្នាអ្វីមួយពីអ្នកដែលយើងធ្វើទៅគ្រាន់តែជាការជួញប្រែជាជំនួញដោះដូរប៉ុណ្្នឹងទេដើម្បីបានមុខបានមាត់បានគេរាប់អានអញ្ចឹងទៅតែពេលគេមិនបានរាប់អានមិនបានឲ្យមុខឲ្យមាត់ខឹងគេបបខឹងគេទេណាខ្ញុំខំជួយមួយស្ថិតឃើញអញវាធ្វើងើយនេះខឹងអត់អន់ចិត្តអត់ណែវាកាត់បថយអញ្ចឹងមានន័យថាអត់អស់ហើយទេណាហ្នឹងហើយអញ្ចឹងយើងមើលគុណកន្លែងហ្នឹងទេណាព្រៀងទៅណាហើយបានចម្រើនដោយគុណហ្នឹងហើយបានចម្រើនដោយគុណហ្នឹងវាមិនមែនល្អអ្នកណាទេល្អយើងនឹងឯងយើងនឹងទៅជាអ្វីតាមដែលព្រះអង្គសម្ដែងគឺរតនៈបុគ្គលរកបានដោយក្រក្នុងលោកតោះអីទេណាហ្នឹងហើយហើយមើលទៅស្រឡាញ់ពេញចិត្តគុណនឹងឲ្យមាននៅក្នុងខ្លួនអត់ទៅទិញនៅផ្សារមានលក់ដែរដើរសុំគេត្រឹមធ្វើដោយខ្លួននេះវាល្អត្រង់ធ្វើខ្លួនឯងបាននេះបើចាំតែសុំគេងាយណាគេឲ្យយើងមែនអត់តែល្អត្រង់អាចធ្វើបានដោយខ្លួនឯងតែវាទាស់តែត្រង់នៅថាធ្វើឬមិនធ្វើហ្នឹងវានៅតែប៉ុណ្្នឹងតើថាធ្វើបានដោយខ្លួនឯងក៏ប៉ុន្តែធ្វើឬមិនធ្វើហ្នឹងបើធ្វើបានបើអត់ធ្វើខឹងគេបានអត់បានទេនេះធម៌ព្រះអង្គអស្ចារ្យនៅត្រង់ហ្នឹងអ្នកណាធ្វើនឹងបានផលត្រង់តាមអី
nè khó trong tam hạt nè nam mình thưa nè nó ọt công chân này kia nè mình thưa nó chân này kia chân nắp của nè thưa cái bán là giờ ọt thưa ọt hay là bên cùi chân này kia nè cô xó nhang sát ở lệ cho cán tí thì tiệp nâng mỏng mẹ đạt tiền á chẳng bạn thà tháo căn tế được bà thà tháo căn là tháo chẳng bạn thà nè đâu là bê dân đăng chẳng á dân đăng thà ô thừa dạng này tới việc của thừa dạng này tới vía tiệp những dân đăng bà đây chơi rơi thừa đòi luôn đồn ảnh thó lấy ông bơ cam lọ rửa trọ đầy sạch phơ hới miền on miền chẳng phơ mùi nào chăm này nào ơi nè chẳng phải bài chật đấy thế này hay bởi chăm xong ghê mạch đấy ô tăng chật á mẹ nói thế đó nè chẳng vô lấy thế đó bạn là vô lấy công phơ phơ thế này và xa thử thế đó ta cả tháp mình vô từ tiệt đó thì nó là bộ bạc ca ray bộ cồn nút một thá rột bàn đòi chó rúa sạchอย่างlái trâu toàn là há cột sòng cọt đây đấy bộ bạc ca ray bộ cồn nút rột bàn đòi chó rúa sạchอย่างlái trâu toàn là há cột sòng cọt vì rúa thưa ở vậy đòi kê mùi hái bạt ná hỏi kê thưa tọt ở vĩnh xôm bấy trâm tài trong hỏi kê nhiều nhầm đặt mẹ nọt bật đấy bàn kia nhầm đạn tịch nó ngủ bài chất đấy nó trong bàn ca như nhấm trong bàn ca rộp an đợt bên chẳng biết ọt men chỉ bọc ca rây tê bị bố trâu toàn là ha cộp sẵn cọt chẳng trâu rơ bị toàn là ha nâng mùi tiết mẹ ọt bó đấy rồi nó thử bố nghề rùa chứ ná đạp màu đôi rùa lên ná mẹ đọt bò ná còn thấy là bệt phơ mên tên ná cái anh không chui viên rồi hốt màu hay màu ọt đăng ảnh tích thế nên anh ấy tới toàn hai cột từng con ọt bà lẹ pi rọt tana bục cô là ọt lẹ bạt miền này thà anh ấy lẹ bỏ lỏng ọt cho về thấy bật lẹ rồi biết nó đăng khuôn ọt là đang thảo mà anh lệ tranh phí bộ bạc ca rây bạt tờ hai này đấy chân trâu to xú lại một bình rồi hốt to tại khai tư chiếc bộ bạc ca rây bật ra cót đấy mình trâu toàn là há cột sòng cọt con phân năng ấy thơ bàn đấy rồi đó là môn để thơ bàn đó hay cho bậc con phân năng thơ mình ban với những tờ rô sẽ tập than thế này nghe như thế này mình nghe thế và phần nâng phơm ban phóng tròn từ rô step than thế ngọ vậy chẳng thế nữa chẳng biết trâu đấy là biết trâu miên côn tăng vì nâng tích chẳng tờ dường mở tiền pre barom po thì sát sôm bay tại sla mùi mắt cung hiền lẹ bong chỉ vất để cho dường nâng sầm đạp cắt được nhu của tạ về tí thôi nè lấy dân to là tiệt ở ba chạy đằng này bộ cô ná đằng opakara đại nè đợt tới thơ nòng khuôn bạc các nơi opakara đại bộ bật từ tam sòng cu bảo opakara đại nè đợt tới thơ hái bộ cô nút một thá cắt từ nhú cả tạ về tỷ bạc các nơi opakara nâng đại nè đợt tới thơ hái đó một thá cắt từ nhú cả tạ về tỷ xong bây giờ dương bạc các cun rồi bao con oi bạc con nó có một thá chỉ ca to cun đây tụi bây dương mình ban oi ở vây từ quạt cỏ và đôi lúc này khá lúc miền trọt trao ta hai lúc oi dương ấy dương con là bạc các cun rồi bác quạt oi bạc quạt tụi bây mình ban ở vây chun từ lọc từ quạt vẫn có chua tha chỉ nè đừng cun men tha ở đây quạt ban oi rồi bác này miền đồng lai màu dương ấy sao ta ngày dương với tới cao tục ta phương mấy anh rồi bác thay ta oi quạt vẫn mạch trắng với con tay bạc các cun nó oi bả cọt ní có chúng ta chia cắt từ nhú cái tạ
វេទីណាបុគ្គលដែលបដិបត្តិប្រពៃក្នុងមេត្តាបិតាឬក្នុងអាចារ្យនិងឧបជាទាំងឡាយកតញ្ញូកតវេទីបុគ្គលនោះឈ្មោះថារកបានដោយក្រព្រោះសត្វទាំងឡាយត្រូវអវិជ្ជាគ្រប់សង្កត់មិនដឹងមេត្តាបិតាគ្រូអាចារ្យឧបជានឹងឯងដែលបានបង្រៀនទូនមានព្រានប្រដៅយើងនេះឈ្មោះថាធ្វើឧបការៈឃើញទេដោយព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលព្រានប្រដៅធម៌ឈ្មោះថាឲ្យអ្វីបុគ្គលព្រានប្រដៅធម៌ឈ្មោះថាឲ្យព្រះនិព្វានហើយសួរថាឲ្យអ្វីក្នុងលោកដែលឲ្យក្រៃលែងជាងព្រះនិព្វាននេះទៀតអត់មានទេណាគឺឲ្យនៅអមតៈគឺសេចក្តីមិនស្លាប់មែនអត់ទេណាហ្នឹងហើយអញ្ចឹងអ្នកព្រានប្រដៅធម៌នេះឯងឈ្មោះថាឲ្យព្រះនិព្វានទៀតយើងមើលត្រង់ហ្នឹងដែលយើងត្រូវដឹងយើងបាននៅអមតៈមហានិព្វានណាមិនចាំបាច់ថាអូអ្នកនឹងមកបង្រៀនយើងរាល់ថ្ងៃអីទេសូម្បីតែអ្នកនោះបាននាំពាក្យរបស់ព្រះដ៏មានព្រះពាក្យមកសម្ដែងប្រាប់យើងសូម្បីមួយជីវិតហ្នឹងតែម្ដងក៏ដោយក៏ឈ្មោះថាបុគ្គលនោះបានឲ្យព្រះនិព្វានដល់យើងដែរមិនមែនថាអីតើតែគាត់បរៀនយើង20ឆ្នាំមែនទេសូម្បីតែជួបតែម្ដងហើយគាត់បាននាំពាក្យព្រះសម្មាសម្ពុទ្ធមកសម្ដែងប្រាប់យើងសូម្បីតែកន្លះគាថាឈ្មោះថាគាត់បានធ្វើគុណមកលើយើងមុនទៅហើយបានព្រះអង្គទ្រង់ត្រាស់សម្ដែងការជួបអសប្បុរសទោះបីច្រើនដងក៏ដោយយូរក៏ដោយក៏មិនអាចរក្សាខ្លួនបានដែរតែកាលបើជួបសប្បុរសសូម្បីតែមួយរំពេចអាចរក្សាបុគ្គលនោះបានជួបសប្បុរសសូម្បីតែមួយរំពេចដូចព្រះសារីបុត្រជួបព្រះអសិជិមានតែមួយផ្លែទេណាបានសម្រេចមគ្គផលឃើញជួបសប្បុរសសូម្បីតែមួយរំពេចអាចរក្សាបុគ្គលនោះរួចផុតចាកទុក្ខបានណាឃើញទេអញ្ចឹងមានន័យថាគាត់នឹងបរៀនខ្ញុំត30ឆ្នាំឯណោះបានហៅថាបុព្វការីមែនទេសូម្បីតែជួបតែមួយដងក៏ដោយឲ្យយើងឈប់សម្លាប់សត្វបាននេះអស្ចារ្យអត់ទេណានឹងជួបបុគ្គលណាម្នាក់សូម្បីតែម្ដងហើយស្រាប់តែគាត់ឲ្យយើងឈប់សម្លាប់សត្វបាននេះណាគឺស្មើនឹងស្រង់យើងចេញអំពីនរកឲ្យយើងឈប់លួចទ្រព្យគេឲ្យយើងឈប់ប្រព្រឹត្តខុសក្នុងកាមឲ្យយើងឈប់ពោលពាក្យកុហកឲ្យយើងឈប់សែបនៅគ្រឿងស្រវឹងស្មើនឹងបុគ្គលនោះស្រង់យើងឲ្យរួចអំពីនរកឃើញទេមិនបាច់ចាំជួបច្រើនដងទេតែម្ដងក៏បានដែរនេះឯងដែលឈ្មោះថាយើងដឹងនៅឧបការៈដែលអ្នកដតីធ្វើហើយបើសិនជាអត់ដឹងទេមិនពីព្រោះត្រូវអវិជ្ជាគ្រប់សង្កត់ណាក្នុងគម្ពីរអត្តកថាទុក្ខនិបាតណាបានពោលណាបុគ្គលដែលផ្សាយមេត្តាមិនតាន់ដល់ទុក្ខនិបាតទេណាបុគ្គលដែលផ្សាយមេត្តាដោយមិនមានហេតុឈ្មោះថាបុព្វការីបុគ្គលដែលផ្សាយមេត្តាដោយមានហេតុឈ្មោះថាកតញ្ញូកតវេទីបុគ្គលផ្សាយមេត្តាដោយមិនមានហេតុហើយនឹងបុគ្គលផ្សាយមេត្តាដោយមានហេតុបុគ្គលដែលផ្សាយមេត្តាដោយមិនមានហេតុនេះក្នុងន័យថាបុគ្គលនោះមិនបានត្រូវជាអ្វីនឹងយើងមិនបានធ្លាប់ជួយអ្វីឧបការៈដល់យើងទេក៏ប៉ុន្តែនៅតែផ្សាយមេត្តាទៅកាន់បុគ្គលនោះឲ្យបាននៅសេចក្តីសុខនេះឈ្មោះថាបុព្វការីមិនមានហេតុអីមួយតាក់ទងគ្នាណាអត់ស្គាល់គ្នាសោះតែនៅតែមានមេត្តាទៅនេះឈ្មោះថាបុព្វការីបុគ្គលផ្សាយមេត្តាដោយមានហេតុប្រមាណថាបុគ្គលនោះធ្លាប់មានឧបការៈដល់យើងសំបីបបមួយវែកឬក៏សណ្ដែកមួយក្តាប់មានហេតុហ្នឹងហើយយើងក៏ផ្សាយមេត្តាទៅនេះឈ្មោះថាការផ្សាយមេត្តានេះជាកតញ្ញូកតវេទីតើណាឈ្មោះថាតបគុណទីមួយបុគ្គលនឹងអត់ដែលស្គាល់គ្នាជាមួយយើងអត់ដែលបាននិយាយគ្នាសំបីតែមួយម៉ាត់តែយើងនៅតែផ្សាយមេត្តាទៅកាន់បុគ្គលនោះនេះឈ្មោះថាផ្សាយមេត្តាមិនមានហេតុអីយល់ហេតុហ្នឹងទេណាហ្នឹងតែបុគ្គលមួយទៀតផ្សាយមេត្តាតែមានហេតុដោយសារបុគ្គលនោះធ្លាប់ឲ្យកៅអីយើងអង្គុយម្ដងធ្លាប់ជិះផ្លូវឲ្យយើង
ចឹងទៅយើងផ្សាយមេត្តាទៅបុគ្គលហ្នឹងឲ្យបាននៅសេចក្តីសុខនេះឈ្មោះថាកតញ្ញូកតវេណាអញ្ចឹងសូម្បីតែក្នុងការផ្សាយមេត្តាក៏មានបុព្វការីក៏មានកតញ្ញូកតវេវេទីដែរឆ្លប់បានដឹងរឿងហ្នឹងអត់ទេណាសុខដឹងដល់កម្រិតទេណាមកពីអត់ដែរបានស្ដាប់ដូច្នេះនេះជាអានិសង្ឃនៃការស្ដាប់ធម៌រមែងបានស្ដាប់នៅធម៌ដែលមិនធ្លាប់បានស្ដាប់ហើយពីថ្ងៃហ្នឹងទៅចេះអត់ហើយកាលភ្លេចវិញចេះប៉ុន្តែយូរទៅភ្លេចបាត់ហ្នឹងហើយអញ្ចឹងបានថាធម៌ព្រះអង្គវារស់អត់ទេណាវារស់ហើយមើលនៅក្នុងកិច្ចខ្លះយើងអត់ដឹងសោះមែនអត់ទេណាខ្លំនិយាយយូរអត់ដឹងអត់កតវេទីហ្នឹងយ៉ាងម៉េចបាទដឹងតែពាក្យហ្នឹងទៅបរិយាយអញ្ចឹងណាបាទអញ្ចឹងឥឡូវបានហើយតែអត់មួយហ្នឹងស្ដាប់ឲ្យរឿយទេណាលាបោះអ្នកណាជ្រមាសហើយធម៌នេះខ្ញុំបកណាជាអ្នកព្រានបដៅឬព្រះសម្មាសម្ពុទ្ធណាព្រះសម្មាសម្ពុទ្ធជាអ្នកព្រានប្រដៅមិនមែនខ្ញុំបកណាជាអ្នកព្រានប្រដៅទេបើពុទ្ធបរិស័ទធ្វើតាមខ្ញុំបកណាឬធ្វើតាមព្រះសម្មាសម្ពុទ្ធណាធ្វើតាមព្រះសម្មាសម្ពុទ្ធហើយបើយើងធ្វើតាមព្រះសម្មាសម្ពុទ្ធអញ្ចឹងសប្បាយចិត្តអត់ណាអញ្ចឹងតទៅទៀតបុគ្គលដែលធ្វើប្រយោជន៍ដោយមិនសម្លឹងហេតុជាដើមយ៉ាងនេះថាបុគ្គលនេះនឹងធ្វើឧបការៈដល់អញឈ្មោះថាបុព្វការីឃើញទេធ្វើប្រយោជន៍ដោយមិនសម្លឹងថាឲ្យនេះធ្វើមកវិញឈ្មោះថាបុព្វការីបុគ្គលដែលធ្វើប្រយោជន៍ដោយសម្លឹងដល់ហេតុជាដើមយ៉ាងនេះថាបុគ្គលនេះនឹងធ្វើឧបការៈដល់អញឈ្មោះថាកតញ្ញូកតវេទីនៅក្នុងន័យនេះប្រយ័ត្នច្រឡំមានន័យថាបុគ្គលនឹងធ្វើប្រយោជន៍ព្រោះបុគ្គលនោះធ្លាប់បានធ្វើឧបការៈដល់យើងរួចហើយយើងធ្វើប្រយោជន៍ត្រឡប់ទៅវិញបុគ្គលនេះគឺឈ្មោះថាកតញ្ញូកតវេទីអ្នកនោះធ្លាប់ធ្វើប្រយោជន៍មកឲ្យយើងហើយដោយគិតថាអ្នកនេះធ្វើប្រយោជន៍ឲ្យយើងណាអញ្ចឹងយើងក៏បានធ្វើតបទៅវិញយ៉ាងនេះគឺឈ្មោះថាកតញ្ញូកតវេទីយើងចេះដល់ច្រើនចេះប៉ុណ្ណឹងចេះកន្លែងហ្នឹងគេធ្វើប្រយោជន៍ដល់យើងហើយគិតថាបុគ្គលនេះធ្លាប់ធ្វើប្រយោជន៍ដល់អាត្មាអញគឺអាត្មាអញក៏នឹករលឹកឃើញឧបការៈគុណដែលគាត់ធ្វើហើយក៏ធ្វើតបទៅវិញយើងបានមួយចំណុចហ្នឹងនេះកតញ្ញូកតវេទីបុគ្គលមកងងឹតទៅភ្លឺឈ្មោះថាបុព្វការីមកងងឹតទៅភ្លឺឈ្មោះថាបុព្វការីមកងងឹតធ្វើម៉េចបុគ្គលនោះកើតមកជាអ្នកក្រីក្រកំសត់ទុរពុតតែបុគ្គលនោះបានប្រព្រឹត្តធម៌ទៅភ្លឺដូច្នេះអាការប្រព្រឹត្តធម៌នេះវាចាកការសម្លាប់សត្វជាដើមនេះគឺឈ្មោះថាបុព្វការីអ្នកដែលមិនសម្លាប់សត្វឈ្មោះថាធ្វើឧបការៈដល់សត្វអត់បាទនេះមកងងឹតទៅភ្លឺនេះគឺឈ្មោះថាបុព្វការីអញ្ចឹងអ្នកដែលមិនសម្លាប់សត្វមិនលួចទ្រព្យគេមិនប្រព្រឹត្តខុសក្នុងកាមមិនពោលពាក្យកុហកមិនសេពនៅគ្រឿងស្រវឹងនេះណាឈ្មោះថាជាអ្នកធ្វើនៅឧបការៈដល់សត្វទាំងឡាយហើយយើងមានដឹងថាអ្នករក្សាសិលបានធ្វើគុណមកលើយើងណាយើងគិតថាគាត់រក្សាសិលមកវាចង់ទៅព្រះនិព្វានខ្លួនឯងហ្នឹងឃើញអកតញ្ញូឡើងហ្នឹងអត់ព្រោះអវិជ្ជាគ្របសង្កត់អញ្ចឹងសូម្បីតែគេវាចាកការសម្លាប់សត្វនេះណាក៏ឈ្មោះថាបុគ្គលនោះបានធ្វើនៅឧបការៈគុណមកយើងដែរតែយើងអត់ដឹងណាគេអត់លួចទ្រព្យយើងមានន័យថាយើងអត់ចាំបាច់ទៅប្តឹងទេមែនអត់គេអត់លួចទ្រព្យយើងមានន័យថាយើងនៅមានរបស់ប្រើចុះបើគេលួចអត់ហ្នឹងហើយអញ្ចឹងអ្នកដែលអត់លួចទ្រព្យហ្នឹងឈ្មោះថាបុព្វការីឧបមាថាយើងអង្គុយនៅទីនេះស្រាប់តែមានអ្នកណាទាញក្បត់មួយដេញកាប់ស្មានឹងអង្គុយសុទ្ធទេណាមែនអត់
chẳng nè đây mình biết biên dương ấy mua tha chế bột bạc cà rồi tại dương ngọt đằng ấy nguyên ạ chẳng bật thà cắt từ nhiều cái tạ về tí ní mình đấng pro a về chế crop không còn nè chẳng đằng ở đây nè là bộ côn một ngật từ khứ mua tha bột bạc cà đấy bộ côn một khứ từ khứ mua tha cắt từ nhiều cái tạ về tí một khứ từ khứ bộ côn nắng cứ thà chỉ nè một ní cứ chỉ nè miếng đọc rồi từ khứ chỉ nè bộ bật thoát làm bảy khứ ai đấy ban nên nắng mua ta cắt từ nhiều cái tại về tỷ bộ côn nút đăng là côn cứ bon rồi bọc luôn bon để côn ai ban phơi hết từ phơi luôn tới chiều bộ côn đọc đó tập phơi đăng thả luôn ai ban một cọp này à sai bón rồi hai cái cọp chia diếm rồi hai cọp chia diếm làm mấy bồng pin bón to từ tiền nghĩ cứ mua ta đăng là côn bon à cứ cắt từ nhiều cái tại về tỷ chẳng giờ nghề bàn đằng ấy thế này tôi dương card mau triệt ní tôi mua mai cho bàn đấy hay đừng đặt luôn ấy ban thì cái đây sọc phần đấy đôi xa ấy đấy đôi xa bón chẳng dương ban sọc phần đấy đôi xa bón chẳng tới to bón nâng với đôi cá bồng pin bón to tới tiệt ní cắt từ nhú cái tạ về tỷ khử thì ấy thế này khử khẳng ấy thế này nè to từ tiệt đấy nè nè bộc côn sầm đai thô chmô tha bộc bạc cà đấy nè sầm đai thô chmô tha bộc bạc cà đấy bộc côn nè bạ để bắt thô chmô tha cắt từ nhiều cái tạ về tỷ nè sầm đai thô nó cứ chmô tha bộc bạc cà đấy rồi còn nè bằng riêng thô đó tập về dương ban thô năng hai dương của bậc tam chmô tha cắt từ nhiều cái tạ về thì cho bờ mình của bậc tam vĩnh là này chẳng ta đại dương của bậc tam nè chmô tha chỉ rót tận nã bộ cố rồi ban đói cỏ nè sầm đai thô nè priên bát đai thô đằng thà xa nụ xa pro thì bát tam ta nè sầm đai thô cua cha nắng ri giọt chẳng miền đây tha cắt từ nhiều cái tạ về ti nè đại pro thì bát tam nắng ấy chỉ nè phơi cua cha ri chẳng cái tây chỉ rót tận nã bộ cố tôi dương khơi nôm dịch ti ri pre chơi dịch ti ri băng dịch ti ri chẳng á phun phia dịch ti ri khiêu sừng ngắt tới dân khơi nhá ri đôi tập về cua cha khơi sơ nâng pro thì bắt thô tam thô cua cha ri à nâng à đôi dân ta khơi từ lê dịch ti ri chặt khơi pre chơi dịch ti ri chẳng rồi cho ban cắt từ nhiêu cái tạ về ti đi chỉ rót tận nã bộ cố ruột ban đói cò lấy dân đây thằng nào thì nèព្រះសម្មាសម្ពុទ្ធឈ្មោះថាបុព្វការីក្នុងលោកព្រមទាំងទេវលោកពេលនេះព្រះសម្មាសម្ពុទ្ធឈ្មោះថាបុព្វការីក្នុងលោកព្រមទាំងទេវលោកព្រះអរិយសាវកឈ្មោះថាកតញ្ញូកតវេទីឃើញទេព្រះសម្មាសម្ពុទ្ធឈ្មោះថាជាបុព្វការីក្នុងលោកនិងទេវលោកពីព្រោះព្រះអង្គជាសាស្តានៃមនុស្សនិងទេវតាអរិយសាវកឈ្មោះថាកតញ្ញូកតវេទីព្រោះអ្វីព្រោះជាអ្នកបដិបត្តិតាមពាក្យព្រានប្រដៅរបស់ព្រះសាស្តាឈ្មោះថាកតញ្ញូកតវេទីចុះបើមិនប្រតិបត្តិតាមទេហ្នឹងហើយឈ្មោះថាមានពៀជាមួយព្រះអង្គទៀតព្រះអង្គទូមានព្រានប្រដៅហើយមិនប្រតិបត្តិតាមណាឈ្មោះថាមានពៀជាមួយព្រះសម្មាសម្ពុទ្ធព្រោះយើងឌឺមានពៀអត់ហ្នឹងងន់ណាបងអីណាក្នុងគម្ពីរអត្ថកថាទុក្កនិបាតលោកពោលពាក្យមានប្រមាណប៉ុណ្ណេះថាបុគ្គលធ្វើឧបការៈមុនឈ្មោះថាបុព្វការីបុគ្គលដឹងឧបការៈដែលអ្នកដតីធ្វើឈ្មោះថាតបខាងក្រោយឈ្មោះថាកតវេទីសូម្បីតែគ្រាន់តែយើងដឹងហ្នឹងណាហើយយើងប្រកាសហ្នឹងក៏ឈ្មោះថាកតវេទីបណ្ដាបុគ្គលទាំងពីរពួកនោះបុព្វការីជន
តែងធ្វើនៅសេចក្តីស្គាល់ថាអញឲ្យបុលបុគ្គលដែលធ្វើតបក្នុងកាលខាងក្រោយតែងសម្គាល់ថាអាត្មាអញសងបំណុលអញ្ចឹងអ្នកដែលឧបការៈមុនហ្នឹងគឺដូចជាអ្នកបុលយើងអញ្ចឹងឲ្យបំណុលឲ្យយើងហ្នឹងហើយដែលយើងធ្វើតបហ្នឹងគឺឈ្មោះថាយើងដោះបំណុលចុះបើគេធ្វើឧបការៈមកដល់យើងអត់បានតបប្រកាសគុណគេទេឬក៏អត់បានធ្វើតបទេយើងបានដោះបំណុលនឹងអត់បានដោះបំណុលហ្នឹងអញ្ចឹងរឿងនេះមិនមែនស្រួលទេណាអញ្ចឹងអ្នកណារៀនធម៌ដែលខ្ញុំបរៀនហ្នឹងsẽជាប់បំណុលទាំងអស់បងយ៉ានរួចខ្លួនទេបងយ៉ានចុះដោះធ្វើម៉េចប្រតិបត្តិតាមបានរួចខ្លួនអ្នកណាអត់ប្រតិបត្តិតាមតែរឿងហ្នឹងបាទអញ្ចឹងដើម្បីដោះបំណុលហ្នឹងគឺប្រតិបត្តិតាមរក្សាសិល5ឲ្យបរិសុទ្ធតើនេះអញ្ចឹងបើយើងរក្សាសិល5នេះបរិសុទ្ធល្អហើយឈ្មោះថាកតញ្ញូកតវេទីអត់អញ្ចឹងរួចខ្លួនអត់ណារួចខ្លួនប៉ុន្តែប្រយ័ត្នតែសិល5អត់បរិសុទ្ធមិនរួចខ្លួនទេតើនេះអញ្ចឹងគឺត្រូវរក្សាសិល5ឲ្យបរិសុទ្ធទៅឈ្មោះថាកតញ្ញូកតវេទីជារតនៈបុគ្គលរកបានដោយក្រក្នុងលោកហើយបើយើងបានជារតនៈបុគ្គលរកបានដោយក្រក្នុងលោកហើយតើមរណកាលរបស់យើងអាក្រក់អត់អាក្រក់ទេល្អមរណកាលគឺប្រកាសជាមិនអាក្រក់ឡើយពីព្រោះយើងជារតនៈបុគ្គលរកបានដោយក្រក្នុងលោកហើយបើរតនៈបុគ្គលរកបានដោយក្រក្នុងលោកជាទូទៅរតនៈបុគ្គលចុះទៅកាន់ទីទាបអត់ទេរតនៈបុគ្គលគឺរមែងទៅកាន់ទីខ្ពង់ខ្ពស់អញ្ចឹងមរណកាលអាក្រក់អត់អាក្រក់ទេដូចចង់ដល់ម៉ោងមកហើយបងអញ្ចឹងសតិសម្បជញ្ញៈតើចាំខែក្រោយបាត់ហើយចឹងមានអត់បងទេដល់ម៉ោងចង្ហាន់ប្រសងហើយអញ្ចឹងថ្ងៃនេះបានតែបុគ្គលពីរពូមានអធិប្បាយច្រើនណាបង1ម៉ោងចិត្ត1ម៉ោងទេណាហ្នឹងហើយ50នាទីហ្នឹងល្មមចិត្តម៉ោង10ហើយសតិសម្បជញ្ញៈទៀតអញ្ចឹងសតិសម្បជញ្ញៈចាំខែក្រោយណាបុគ្គលហ្នឹងមានស្មារតីដូចម្ដេចអញ្ចឹងរឿងនេះតើតភាកទៅទៀតហើយបាទដើម្បីយើងណាបានដឹងបានយល់នៅក្នុងកតញ្ញូបុព្វការីហើយនឹងកតញ្ញូកតវេទីនេះឯងទៀតណាអញ្ចឹង1ម៉ោងបានតែ1មេរៀន1ប្រធានបទទេបើមិនដាក់2ប្រធានបទហើយចាំខែក្រោយទៅខែក្រោយបងជួយរំលឹកផងណាគេលើថាចង្កាលនិយាយថាចាំខែក្រោយយើងគិតពីរឿងសតិសម្បជញ្ញៈដល់ពេលខែក្រោយភ្លេចបាត់ទៅណាបាត់អញ្ចឹងណាបងមុននេះអីចាំជួយរំលឹកផងទៀតហ្នឹងហើយសតិសម្បជញ្ញៈអញ្ជើញទៅមើលនៅក្នុងបេដកថាកថាលេខ24ហ្នឹងនៅក្នុងសតិសូត្រណាសតិសូត្រហ្នឹងមើលទៅមេតិកាទៅឃើញលេខទំព័រអីទៀតហ្នឹងដូច្នេះសេចក្តីនៃពធព្រឹកនេះប៉ុណ្ណឹងចុះទេណាបាទសូមអនុមោទនីទូសូមតរយេតាំងចិត្តដើម្បីស្មាទោនៅប្រតនត្រ័យពុទ្ធយោកលេតោតោសោពុទ្ធោកមេតោតាំងមេមាំធម្មមេយោកលេតោតោធម្មោខមេតោតាំងមេមាំសង្ឃេយោកលេតោតោសោសង្ឃោខមេតោតាំងមេមាំ
ព្រះសទ្ធមនាជាធម៌ប្រកបដោយអង្គ8ប្រការជាកន្លងដំណើរនៃមង្គលជាម្ចាស់ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជន់ដែលប្រាថ្នានៅព្រះនិព្វានឲ្យចូលទៅកាន់ព្រះនិព្វានបានព្រះធម៌នេះជាធម៌ធ្វើឲ្យត្រជារងាប់នៅភ្លើងទុំភ្លើងកិលេសជាធម៌ដ៏ឧត្តមជាគុណយ៉ាងសានឲ្យចេញចាសង្សារទុំខ្ញុំព្រះករុណាសូមក្រាបបង្គំនៅព្រះសត្យធម្មនោះដោយគោរពសូមជូនកុសលចំពោះទៅដល់មេត្តាបិតាគុណគ្រូឧបជាយាចាគុណញាតិកាត្រង់សង្សារវ័នជីដូនជីតាលោកម្ចាស់ចែកតានសូមជូនមគ្គផលកុសលកានសូមសុខសាន្តសាដល់ឋានផុតទុក្ខទេវាកន្តវានិវេទយងសាពេលោកម្មហេយេសាតាជីវន្តារហេតុកម្មនុញ្ញងភោចនាងសាពេលភន្តមេតសាតុទុក្ខបត្តាចនេទុក្ខាភយាបត្តាចនេភយាសោកាបត្តាចនីសោកាទសាបេបានិណោសូមជើញអនុមោទនាមហាកសត្រ